អ្នកទាំងអស់គ្នាហត់នៅហើយខ្ញុំចៃអ្នកទាំងអស់គ្នាផឹកអីអរគុណប្រធានក្រុមសរុបទាំងអស់300ប្រធានក្រុមចាំមកលើកខ្ញុំវិញផងយកលុយស្អីខ្ញុំមកផ្ដល់ឱកាសអីសាងគុណសម្បត្តិហើយមានតំណែងតំណងល្អជាមួយមិត្តរួមក្រុមទៀតពិតជាគួរឲ្យអស់សំណើចណាស់នាងយកលុយខ្ញុំហើយនៅមកលើកដង្កើងមកខ្លួនឯងទៀតបើនាងគ្មានលុយនេះទេនាងទៅយកពី account ទៅចង់យកលុយរបស់ខ្ញុំគ្មានផ្លូវនោះទេខ្ញុំមិនអើយតើនាងចង់ធ្វើអីខ្ញុំដែរប្រាប់ទៅផ្នែក finance ដកលុយពីខាងហ្នឹងមកលុយទាំងអស់ត្រូវប្រគល់ឲ្យចង់សាជីខ្ញុំលោកប្រធានចង់សាជីនាងកុំសប្បាយចិត្តពេកនាងមិនដឹងទេលោកប្រធានក៏មានមិត្តស្រីហើយលោកប្រធានមិនយកភ្នែកមើលនាងជាដាច់ខាតទៅឲ្យខ្ញុំវិញអរគុណនាងនឹងហ៊ានតាក់ទងលោកប្រធានទៀតចាំមើលខ្ញុំនឹងយកកាហ្វេទៅជូននាងអាយ៉ានាងនាងជាអ្នកបង្ខំខ្ញុំទេលោកប្រធានរងាខ្លាំងណាស់អីយ៉មិនត្រជាក់ណាពាក់វាទៅនាងមកពីណានោះមិនក៏ស្អីម៉េចអូខ្ញុំរើពីធុងសម្រាប់មកមុនហ្នឹងខ្ញុំទៅវិញហើយចាស់សិជីនាងបំផ្លាញគម្រោងរបស់ខ្ញុំក្រែងនាងជាអ្នកនិយាយថាលោកប្រធានមានមិត្តស្រីតែដូច្នេះនាងកុំខ្ជិះខ្ជាយពេលវេលាទៅរកលោកប្រធានទៀតអីបើនាងខ្លាំងមែនមកប្រកួតដោយភាពស្មោះត្រង់មកក៏បានពួកយើងប្រកួតគ្នាបើនាងសរសេរមិនបានល្អទេគួរតែចោះចាញ់ទៅមិនមែនថាខ្ញុំសរសេរមិនល្អនោះទេតែខ្ញុំនឹងសរសេរវាឲ្យបានកាន់តែល្អនាងចាប់ទៅជួបគ្នានៅក្រោមទៅមើលទៅនាងសរសេរបានល្អជាងខ្ញុំទៀតនាងជាអ្នកបង្ខំខ្ញុំទេអេសុជីខ្ញុំមកដល់ហើយឯងនៅទីនេះធ្វើអីទៀតសាមីមិនក៏ជានាងកាយរបាយការណ៍ហ្នឹងចាស់សាជីជាអ្នកធ្វើតាលោកប្រធានចាស់សុជីម្នាក់ហ្នឹងគ្មានអីនោះទេការងារធ្វើមិនបានល្អឥឡូវក៏មិននឹងទៅណាបាត់ទៀតទោះឲ្យខ្ញុំជាអ្នកធ្វើការណែនាំ5អ្នកទាំងអស់គ្នាវិញមិនក៏ទៅជាអញ្ចឹងមានន័យថាម៉េចចង់លេងសើចជាមួយពួកយើងមែនកិច្ចសហការហ្នឹងក្រុមហ៊ុនរបស់លោកធ្វើអញ្ចឹងមែននាងធ្វើអីហ្នឹងសុំទោសផងលោកប្រធានខ្ញុំមកយឺតទេវីដេអូមុនហ្នឹងខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នារំសាយអារម្មណ៍នោះទេប្រូបរិយាកាសអ្នកទាំងអស់គ្នាអាចមើលឯកសារទាំងនេះបានតែនេះគឺជាឯកសារដែលខ្ញុំរៀបរាប់ពីផលិតផលថែរក្សាសម្រស់របស់ពួកយើងកិច្ចសហការហ្នឹងខ្ញុំពេញចិត្តណាស់សហការរីករាយ presentation មុនហ្នឹងមានន័យថាម៉េចមិនមែនខ្ញុំជាអ្នកធ្វើនោះទេគឺជាចាំងសុជីនាងចង់ធ្វើឲ្យខ្ញុំទេនាងបានដាក់មេរោគនៅក្នុង USB របស់ខ្ញុំនាងពិតជាពូកែបំភ្លឺការពិតមែនបើនាងមិនលួចឯកសាររបស់ខ្ញុំមិននឹងអាចទៅជាបែបហ្នឹងក្រុមហ៊ុនគេបានសហការជាមួយក្រុមហ៊ុនយើងក្នុងការធ្វើអាជីពមួយហ្នឹងចុះនាងធ្វើឲ្យខ្ញុំខកបំណងណានាងមិនសមចូលរួមក្នុងគម្រោងមួយហ្នឹងទេលោកប្រធានគឺជាចាំងសុជីជាអ្នកធ្វើឲ្យខ្ញុំទេនាងតែតែពើគួរតែដកនាងចេញទៅនាងតែដែលមានចិត្តចង់ធ្វើបាបអ្នកដទៃលោកប្រធានលោកក៏ពេលនាងពេញហើយមិនខ្លាចខ្ញុំប្រាប់មើលស្រីរបស់លោកទេនាងនិយាយអីខ្ញុំនៅទីនេះស្ដាប់នាងនិយាយនាង